ធ្វើមីហល់ញ៉ាំរដងមកបងប្អូនសួរទៅរឿងកញ្ចប់មីមកថ្ងៃនេះមកបង្ហាញអស់ហ្មងថាតែយើងចង់ធ្វើលក់ឬមកធ្វើញ៉ាំឯបានដូចគ្នាហើយចំណេញច្រើនមីដែលខ្ញុំទិញមកនេះមកកញ្ចប់តែ 1500 ទាំងរសជាតិទាំងក្លិនអីឡងឈ្ងុយបានលាយគឹមជ្រីចឹងទៀតអូយអែហ្មងមុននឹងចូលដល់មីហល់នាំបងប្អូនទាំងអស់គ្នាទៅផ្សងសំណាងជាមួយខ្ញុំទាំងអស់គ្នាព្រោះថាឥឡូវនេះទិញ Nano មានស្លឹកឆ្នោតកោសបងប្អូនមិនថាតែឈុតសម្រកឬមួយក៏ឈុត collagen នេះមានស្លឹកឆ្នោតកោសកំប៉ុងហើយមកកំប៉ុងហ្នឹងស្លឹកឆ្នោតសុទ្ធតែត្រូវទាំងអស់នេះទិញមកកំប៉ុងអាចបាន1រៀលយ៉ាងទាបរហូត5រៀល10រៀលអីច្រើនជាងនឹងទៀតទៅរង្វាន់សរុបចូលដល់ $8000 ប្រូម៉ូសិនធំនេះមានរយៈពេល1ខែពេញចាប់តាំងពីថ្ងៃទី15ខែ7រហូតដល់ថ្ងៃទី15ខែ8កញ្ចប់មីហល់ខ្ញុំតែ5ម៉ាក់ហ្នឹងបងប្អូនអ្នកស្គាល់ម៉ាក់នឹងម៉ាក់អីដឹងតែរសជាតិរៀងក្រាន់បាដែរយើងធ្វើលក់ឬមួយក៏ធ្វើញ៉ាំអីវាមកសំល្មមអញ្ចឹងបងប្អូនមីហល់មួយចាន10000ចឹងដាក់គ្រឿងសមុទ្រដាក់ទឹកដាក់គ្រឿងក្រៅទៅគឺលៃមកវារៀងចំណេញក្រាន់បាដែរថ្ងៃនេះមកធ្វើចែកក្រុមការងារញ៉ាំទាំងអស់គ្នាហ្មងយើងមានបន្លែស្ពៃក្តៅស្វាយផ្កាស្ពៃខៀវឬមួយក៏គេហៅថា broccoli ហ្នឹងហាន់វ៉ៃម៉ាន់ក៏បានតាមការចូលចិត្តតែបើសិនយើងធ្វើលក់ហាន់ធំអញ្ចឹងចូលដើមបងប្អូនហាន់រៀងទូចជាងហ្នឹងមកតែបើធ្វើញ៉ាំខ្លួនឯងចូលចិត្តច្រើនដាក់ច្រើនហើយដើមវាហ្នឹងកុំចោលអូយឆ្ងាញ់មែនតើមកជាមួយមីឆ្អិនទៅញ៉ាំដូចស្ពៃកំប៉ុងអញ្ចឹងរសជាតិនឹងក្លិនហើយបើធ្វើមីហល់ជាទូទៅមានតែប៉ុន្មានមុខនេះឯង hot dog ពណ៌ទឹកក្រូចហ្នឹងយើងហាន់ប្រឆិតក៏បានហាន់រៀបថាច្រវាមកក៏បានដែរនិយាយតប្រកាន់ទេតែគាត់ថាយើងធ្វើញ៉ាំគ្នាច្រើនហើយរៀងស្ដាងទៅញ៉ាំបានច្រើនគ្នាអញ្ចឹងណាហើយហ្នឹងខ្ញុំមានគីមឈីដាក់ជាមួយទៀតអូរត់តែឆ្ងាញ់ហ្មងបើសិនជាបងប្អូនអត់មានគីមឈីមិនដាក់ក៏បានដែរគាត់ថាបើសិនយើងមានដាក់តែរត់តែពិសេសអញ្ចឹងណាយើងយកទាំងសាច់យកទាំងទឹកគីមឈីហ្នឹងយើងហាន់វាល្អិតតិចទៅមិនល្អិតពេកទេគាត់ថាហាន់មកល្មមមាត់យើងហើយបន្លែប្លុកគ្រឿងក្រៅអីរៀបតាមផ្លេតបានហើយអត់យូរទេមកស្មាននេះខ្ញុំបិទទ្វីហើយអញ្ចឹងពួកគាត់នាំគ្នារៀបចំគ្រឿងក្រៅទុកត្រៀមលក់ស្អែកឥឡូវនេះខ្ញុំរៀបចំធ្វើទឹកមីហល់ហើយដាក់ដាំទឹកជាយ៉ាងធម្មតាហ្នឹងម៉ាក់មីដែលខ្ញុំបង្ហាញបងប្អូនហ្នឹងណាមិនបាច់ប្រើទឹកស៊ុបក៏បានដែរយើងគ្រាន់តែយើងដាក់ទឹកមកល្មមនឹងកញ្ចប់មីហ្នឹងមីមកកញ្ចប់ទឹកកន្លះចានស្លទៅគ្រាន់ថារសជាតិគ្រឿងមីហ្នឹងអត់ផ្អែមអត់ជូរទេរសជាតិរៀងប្រៃតែឈ្ងុយពណ៌អីក្រហមស្អាតហើយអត់សូវហឹរបើសិនយើងចង់ញ៉ាំហឹរកម្រិត1កម្រិត2កម្រិត3យើងដាក់ម្ទេសតាមក្រោយទៅដូចថាយើងត្រងម្ទេសហុយអញ្ចឹងណាឲ្យវានឹងហឹរមីមកកញ្ចប់យើងដាក់ស្ករថែមកន្លះស្លាបព្រានិងទឹកខ្មេះ1ស្លាបព្រាបាយហើយទឹកខ្មេះមិនបារម្ភថាញ៉ាំទៅឈឺពោះហើយយើងរើសយកទឹកខ្មេះម៉ាក់ល្អប្រាមកកុំយកទឹកខ្មេះគេយកអាស៊ីតមកធ្វើអានោះមិនញ៉ាំទៅឈឺពោះហើយសម្រាប់រសជាតិមីហល់នេះយើងថែមក្រូចឆ្មាឬមួយក៏ទឹកអំពិលទុំក៏អត់ត្រូវដែររសជាតិជូររបស់វានេះគឺបានតែជាមួយទឹកខ្មេះនឹងតែម្ដងដាក់គ្រឿងក្រៅរួចអស់ហើយយើងថែម hot dog ថែមប្រហិតថែមបកាថែមមឹកបើសិនយើងចង់ញ៉ាំសាច់គោយើងដាក់សាច់គោអញ្ចឹងទៅបើមានជ្រក់គីមឈីយើងថែមដាក់1ស្លាបព្រាមកបន្លែរបស់យើងមានផ្សិតម្ជុល broccoli ស្ពៃក្តាប់ស្វាយបើយើងធ្វើលក់ដាច់ឲ្យញ៉ៃបងប្អូនស្រួលទេយើងរៀបមីហល់ដាក់ចានចោលអញ្ចឹងទៅពេលភ្ញៀវកំងអញ្ចឹងយើងចាក់ទឹកយកបែបហ្នឹងដាក់ក្តៅលើភ្លើងមកពុះបកាឆ្អិនមឹកឆ្អិនលើកទៅបានហ្មងបើនេះវិញយើងធ្វើមួយឆ្នាំងធំសម្រាប់បងប្អូនអត់មានឆ្នាំងមីហល់អាចធ្វើញ៉ាំនៅផ្ទះបានដាក់ស្ងោរប្រហិតឲ្យឆ្អិនហើយសម្យើងតម្លាក់មីចូលមានគីមឈីដាក់គីមឈីអញ្ចឹងទៅរៀបគ្រឿងសមុទ្រឬមួយក៏សាច់គោសាច់ជ្រូកអីយើងចង់ញ៉ាំអីដាក់ហ្នឹងទៅតែគ្រាន់ថាបើសិនយើងធ្វើឆ្នាំងធំយើងស្ងោរប្រហិតឲ្យឆ្អិនសិនទឹកក្តៅសិនសម្យើងចាក់មីចូលរួចដាក់បន្លែដាក់សាច់ដាក់គ្រឿងមីដាក់ស្ករដាក់ទឹកខ្មេះយើងកូនគ្រឿងណាបងប្អូនដូចថាមួយឆ្នាំងធំនេះខ្ញុំដាក់មី4កញ្ចប់អញ្ចឹងខ្ញុំដាក់ស្ករកន្លះស្លាបព្រា4ដងទឹកខ្មេះ4ស្លាបព្រាទឹកកន្លះចាន4ដងនិយាយទៅកូនគ្រឿងតាមហ្នឹងទៅអត់ចេះខុសហើយរសជាតិឆ្ងាញ់មែនតើឧទាហរណ៍យើងដាក់មួយចានចេះពេលទឹកពុះគ្រឿងសមុទ្រឆ្អិនអាចញ៉ាំបានណាយើងរោយតែជីហើយស្លឹកខ្ទឹមហើយបាត់ហើយឡើងឈ្ងុយដូចបានចូលហាងមីហល់អញ្ចឹងនិយាយទៅបងប្អូនមើលវីដេអូនេះហើយអាចធ្វើញ៉ាំនៅផ្ទះបានយ៉ាងអាជីពហ្មងហើយមិនដាក់ពុះយូរពេកទេពុះតែប៉ុណ្្នឹងពេលយើងយកមកញ៉ាំវានៅក្តៅនៅក្នុងចានមីហល់ក្តៅហ្នឹងណាអូយហត់បែកញើសខ្ចាយទាំងរសៃមីអីក៏អត់សូវចរិតខ្លាំងទឹកស៊ុបជូរអែមរៀងខាប់ខ្ញុំធ្វើនេះហូបឡើងគ្នាជាង10នាក់ទិញបកាហើយនៅមឹកលាចូលគ្នាអស់20000ប្រហិត1គីឡូអូយញ៉ាំអត់អស់ទេប្រហិតហ្នឹងធ្វើញ៉ាំបាន3ដងហើយនិយាយពីសាច់ហើយនឹងគ្រឿងសមុទ្រដាក់ឡើងមកចាស់ដៃបដ ாய்អញ្ចឹងមិនថាបើសិនជាយើងដឹងតិចនិចងាយចំណាយក៏មិនសូវច្រើនហើយបានរបស់ឆ្ងាញ់ញ៉ាំទៀតខ្ញុំធ្វើវីដេអូញ៉ាំរហូតគីឡូខ្ញុំអត់ឡើងទេកាត់តែពីចោខ្ញុំសម្រាប់កូនឲ្យបាន6ខែជាងហើយប៉ុន្តែសក់របស់ខ្ញុំអត់សូវជ្រុះច្រើនទេហើយកូនសក់ដុសមករហូតដុសមកច្រើនជាងមុនទៀតតែអត់ស្គាល់រសជាតិកូនស្គាល់មកមកដោយសារតែបានញ៉ាំ Nano Collagen និយាយទៅឈុតសាច់ចាំរបស់ Nano ហ្នឹងបងប្អូនមាន3មុខដែល Placenta ហ្នឹងធ្វើពីតូងសុកក្តានវីតាមីនពីកមួនខ្មុំហើយនិង Collagen Nano ជាពិសេសហ្នឹងហ្មងពេលព្រឹកឆុង Collagen ជាមួយនឹង Detox ចូលគ្នាញ៉ាំហើយថែមវីតាមីនកមួនខ្មុំ2គ្រាប់ទៀតពេលយប់យើងញ៉ាំ Dia Placenta ក្រោយពីគេឆុងញ៉ាំឲ្យហើយទៅត្រង់ជាមួយទឹករៀបចំបបប៉ៅហើយញ៉ាំបាយញ៉ាំអីហើយដល់ម៉ោងថ្ងៃល្មមតែយកឆ្លៀតពេលមើលថែខ្លួនឯងទេមនុស្សស្រីយើងឆាប់ចាស់ណាបងប្អូនធ្វើមិនឲ្យសុខភាពរឹងមាំស្បែកអីរៀងភ្លឺទៅបានហើយអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយ